ដល់យើងទៅរៀនជាមួយនឹងបងជូទាំងអស់គ្នាអក្សរចអក្សរចសត្វចាបអញ្ចឹងកូនចេះសរសេរអក្សរចឲ្យនៅចចាបតោះអញ្ចឹងអក្សរនេះអក្សរអ្វីទេកូនបាទគឺអក្សរចអញ្ចឹងកូនរៀនសរសេរអក្សរចទាំងអស់គ្នាសួស្តីកូនទាំងអស់គ្នាថ្ងៃនេះបងជ្រូកនឹងនាំកូនទៅរៀនសរសេរអក្សរចអក្សរចរបស់យើងគឺមាន6ចលនាទី1យើងទាញពីលើចុះក្រោមចលនាទី2យើងទាញកោងចលនាទី3ទាញពីក្រោមឡើងលើនិងចលនាទី4គឺយើងគួយចូលក្នុងហើយចលនាទី5និងទី6គឺយើងដាក់សក់អញ្ចឹងកូនរៀនសរសេរអក្សរចតាមចលនាទាំងអស់គ្នានៅផ្ទះក៏មាន color ឯងកូនតោះរៀនសរសេរអក្សរចលនាទី1យើងទាញពីលើចុះក្រោមចលនាទី2ទាញកោងចលនាទី3ទាញពីក្រោមឡើងមកលើចលនាទី4គឺយើងគួយចូលក្នុងរីឯចលនាទី5យើងដាក់សក់ហើយយើងបញ្ចុចហើយនឹងចលនាទី6យើងដាក់សក់ដូចគ្នាបាទអញ្ចឹងអក្សរចរួចរាល់ហើយតាមចលនាពី1ដល់6អញ្ចឹងកូនរៀនសរសេរអក្សរចទាំងអស់គ្នាយើងចាប់ដើមពីចលនាទី1ចលនាទី2រៀនកោងចលនាទី3ទាញពីក្រោមឡើងទៅលើចឹងកូនមើលតាមលេខចលនាទី3ហើយគឺចលនាទី4គឺយើងគួយចូលក្នុងចលនាទី5គឺយើងដាក់សក់ហើយចលនាទី6យើងដាក់សក់ដូចគ្នាអញ្ចឹងអក្សរចយើងរួចរាល់បន្ទាប់ពីយើងសរសេរអក្សរចរួចរាល់ហើយកូនត្រូវមានខលួទៀនសម្រាប់ផាត់ពួរអញ្ចឹងបងជ្រូកជ្រើសរើសខលួពឿបៃតងអញ្ចឹងកូនត្រូវផាត់ពួរចេញពីចលនាទី1បន្ទាប់ពីចលនាទី1ទៅយើងមើលតាមចលនាទី2ចលនាទី3ជាបន្តបន្ទាប់ចលនាទី2រួចហើយយើងចូលដល់ចលនាទី3កូនមានខលួទៀនអត់នៅផ្ទះបើអត់មានទេអាចមកខ្ចីបងជ្រូកបានចលនាទី4គឺយើងគួយចូលក្នុងដល់ពីចលនាទី4ហើយគឺយើងចូលដល់ចលនាទីប៉ុន្មានកូនបន្ទាប់ពី4ហើយ1 2 3 4បាទគឺលេខ5តោះអញ្ចឹងយើងមើលចលនាទី5ចលនាទី5គឺយើងដាក់សក់ចលនាទី5ហើយយើងចូលដល់លេខប៉ុន្មានកូនបាទលេខ5ហើយគឺលេខ6អញ្ចឹងលេខ6គឺយើងដាក់សក់ដូចគ្នាឥឡូវនេះអក្សរចរបស់យើងគឺបានផាត់ពួររួចរាល់អស់ហើយអញ្ចឹងកូនបានផាត់ពួរដោយបងជ្រូកហើយនៅបន្ទាប់ពីយើងផាត់ពួរអក្សរអស់ហើយកូនត្រូវមានដីឥដ្ឋអញ្ចឹងនៅផ្ទះមានដីឥដ្ឋអត់បើមានដីឥដ្ឋយកដីឥដ្ឋមកបង្កើតជាអក្សរចឲ្យបានស្អាតទាំងអស់គ្នាអញ្ចឹងបងជ្រូកយកដីឥដ្ឋហើយលុញបង្កើតជាអក្សរចរួចរាល់ហើយតែកូនបង្កើតអក្សរចហើយនៅអញ្ចឹងអក្សរចរបស់យើងគឺអស់ប៉ុណ្្នឹងឯង